ពេលវេលាបានបង្រៀនខ្ញុំឲ្យយល់កាន់តែច្រើនអំពីការរាប់អានមនុស្សបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ធ្វើឲ្យខ្ញុំកាន់តែចេះបែងចែកថាមនុស្សបែបណាគួររាប់អានធម្មតាមនុស្សបែបណាអាចរាប់អានស្និទ្ធស្នាលមនុស្សបែបណាដែលមិនចាំបាច់ស្គាល់ជួបមនុស្សកាន់តែច្រើនខ្ញុំអាចដឹងថានរណាមករាប់អានក្នុងបំណងល្អឬមកស្គាល់ដើម្បីតែសម្លឹងឃើញប្រយោជន៍អ្វីមួយពីខ្ញុំមិនកំណាញ់នឹងផ្ដល់ការរាប់អានដ៏ស្មោះត្រង់ទៅនរណាម្នាក់នោះទេបើគេពិតជាមនុស្សដែលមានចិត្តស្មោះត្រង់និងចេតនាល្អក្នុងរង្វង់នៃការរាប់អានខ្ញុំគ្រាន់តែបារម្ភថាត្រូវចំណាយភាពស្មោះត្រង់ឲ្យទៅការរាប់អានមនុស្សខុសតែប៉ុណ្ណោះទោះជាយ៉ាងណាខ្ញុំជឿថាភាពស្មោះត្រង់និងសេចក្តីល្អរបស់ខ្ញុំនឹងអាចស្រូបទាញតែមនុស្សល្អៗឲ្យចូលមកក្នុងជីវិតខ្ញុំមានមិត្តកាន់តែតិចប្រសើរជាងមានមិត្តច្រើនតែមិនស្មោះត្រង់នឹងគ្នា